យឡើងវិញនៃកិច្ចពិភាក្សាទុកមូលផ្សាយបន្តផ្ទាល់ឥឡូវនេះដោយសារពេលវេលានៅសល់ខ្លីខ្ញុំសូមទុកពេលវេលានេះដោយឲ្យវាគ្មិនធ្វើការបកស្រាយហើយក៏លេងទទួលទូរស័ព្ទពីបងប្អូនប្រជាពលរដ្ឋហើយបាទឥឡូវខ្ញុំសូមជូននីតិនេះទៅលោកវាគ្មិនសូមជឿសូមគោរពបងប្អូនជនជាតិជាចុងក្រោយមើលទៅខ្ញុំឃើញថាមានការច្បុកច្បល់ខ្លាំងណាស់ក្នុងការផ្ដោតទិន្នន័យទៅឲ្យប្រជាពលរដ្ឋរឿងមេរៀនក្នុងដំណើរការប្រជាធិបតេយ្យនេះប្រហែលជាត្រូវធ្វើຕົកមូលរយៈពេល1ម៉ោងឬ2ម៉ោងដើម្បីជាការពិចារណាជាតម្រុយក្នុងការគិតទៅដល់ប្រជាពលរដ្ឋពីព្រោះវាមានការច្បុកច្បល់ក្នុងការផ្ដោតទិន្នន័យខ្លាំងណាស់ដូចមិញគាត់លើកឡើងថាបើស្ថានជាអ្នកនយោបាយប្រឡប់យ៉ាងនេះប្រសងក៏លោកបានមានសង្កេតការដែរថាបើអ្នកនយោបាយប្រឡប់យ៉ាងនេះរៀបឡប់ហើយថាគេនៅតែប្រឡប់អញ្ចឹងបើយើងនៅត្រឡប់គេនៅតែប្រឡប់អញ្ចឹងគ្មានវិធីដោះស្រាយរួចទេឬមិនឲ្យគេប្រឡប់មានន័យថាគេប្រឡប់យ៉ាងម៉េចក៏ដោយក៏ប៉ុន្តែយើងមានជំហររឹងដោយសារយើងមានចំណេះដឹងក្នុងការពិចារណាមានតែផ្លូវមួយនេះទេដែលអាចចេញរួចជាទស្សនៈខ្ញុំរបស់បងហើយបងប្អូនយកទៅពិចារណាចោះហើយមានវិធីមានការឲ្យតម្លៃពីរខុសគ្នាក្នុងការដែលគេធ្វើឲ្យយើងច្រើនតែលើកឡើងថានៅស្រុកគេអ្នកដឹកនាំគេធ្វើតាមប្រជាពលរដ្ឋគេធ្វើតាមសំណូមពរប្រជាពលរដ្ឋគេគិតពីផលប្រយោជន៍ជាតិជាធំប៉ុន្តែបងប្អូនមានដឹងថាហេតុអ្វីបានជាគេគិតពីផលប្រយោជន៍ជាតិជាធំទេអាទៅនឹងវាបែកផ្លូវជាពីរសង្គមស៊ីវិលជាមួយនឹងគណៈបព្វប្រឆាំងថាមកតែពីមេដឹកនាំគេមានឆន្ទៈតែខ្ញុំថាអត់ទេមកពីប្រព័ន្ធស្រុកគេគឺអញ្ចឹងបើសិនណាជាយើងទៅខ្ចីលុយគេរួចដាក់គេមានកិច្ចសន្យាដាក់ប្លង់ផ្ទះប្លង់អីដូចធនាគារពេលដែលយើងយកលុយទៅសងគេសួរថាតើយើងអាចនិយាយថាអ្នកសងលុយនោះគាត់មានឆន្ទៈបានទេអ្នកដែលចង់ប្រឡប់ចេះតែបញ្យល់ប្រជាពលរដ្ឋថាណោឃើញគេល្អគេខ្ចីលុយយើងគេយកមកសងថាអត់ទេពីព្រោះតែគាត់មានកិច្ចសន្យានោះទេអានោះដែលយើងត្រូវតែទៅជែកគ្នាប្រជាពលរដ្ឋគាត់ត្រូវស្វាងកន្លែងហ្នឹងយកទៅពិចារណាកន្លែងហ្នឹងមើលចេះតែមកពីមេដឹកនាំស្រុកគេមានឆន្ទៈថាអត់ឆន្ទៈទេពីព្រោះដោយសារប្រព័ន្ធរបស់គេនឹងតែមិនចុះក៏គេវាយឲ្យចុះដែរអញ្ចឹងអាទៅនឹងដែលយើងត្រូវគិតមើលថាយើងគួរបន្ទោសថាមេដឹកនាំអត់ឆន្ទៈអីអត់អ្នកដែលប្រងសងលុយធនាគារណាបានមកខ្ចីលុយធនាគារពួកអីពីព្រោះគេដឹងថាប្រព័ន្ធធនាគារអញ្ចឹងទៅហ្មងនៅស្រុកគេថាមេដឹកនាំល្អបានមកកម្មការងារប្រទេសជាតិពួកអីពួកគេដឹងថាប្រព័ន្ធគេអញ្ចឹងហ្មងមិនចុះក៏គេវាយឲ្យចុះដែរដំណើរការយើងដំណើរការរៀបចំប្រព័ន្ធហើយយើងមិនទាន់បានប្រព័ន្ធផងយើងចង់តែប្រើប្រព័ន្ធហ្នឹងប្រើមិនដឹងមិនបានប្រព័ន្ធផងឥឡូវបងប្អូនពិនិត្យមើលលើអង្គការសង្គមស៊ីវិលគាត់និយាយថាខ្ញុំស្របហើយដែលថាប្រជាពលរដ្ឋមិនទាន់មានអំណាចព្រោះតែប្រជាពលរដ្ឋមិនទាន់មានអំណាចហ្នឹងបានខ្ញុំបង្កើតជាអង្គការបង្កើតជាអីបង្កើតជាវេទិកាផ្សេងៗឲ្យប្រជាពលរដ្ឋប្រើអំណាចបើអត់មានអំណាចផងប្រើអំណាចមិនគាត់ថាអត់មានអំណាចទេហើយគាត់ថាបង្កើតអង្គបង្កើតវេទិកាឲ្យប្រជាពលរដ្ឋប្រើអំណាចបើអត់មានអំណាចហ្នឹងទៅប្រើមិនបានបើសិនណាជាមានអំណាចហើយបង្កើតវេទិកាហ្នឹងជាយន្តការឲ្យប្រជាពលរដ្ឋប្រើអំណាចអានេះបានត្រូវបើស្នាប្រជាពលរដ្ឋមានអំណាចហើយគាត់បង្កើតជាអង្គការដើម្បីប្រជាពលរដ្ឋប្រើអំណាចហើយចុះបើប្រជាពលរដ្ឋអត់អំណាចផងវេទិកាប្រើស្អីប្រជាពលរដ្ឋត្រូវពិចារណាលើកន្លែងហ្នឹងមែនទេបើប្រជាពលរដ្ឋមិនពិចារណាទេហើយរឿងច្បុកច្បល់ហ្នឹងអ្នកនយោបាយគេធ្វើឲ្យច្បុកច្បល់ចឹងគ្រប់រូបភាពគេអាចទៅធ្វើសង្គមស៊ីវិលទៅគេអាចធ្វើគណៈបព្វប្រឆាំងទៅគេអាចធ្វើជាអ្នកកាន់អំណាចទៅបញ្យល់ប្រជាពលរដ្ឋលេងលប់ទាំងអស់សួរថាតើទៅវាយពួកនឹងឈប់ឲ្យធ្វើអត់ទៅរួចទេគេប្រឡប់យ៉ាងម៉េចក៏ដោយប៉ុន្តែយើងរឹងមាំនេះជាទស្សនៈរបស់ខ្ញុំបងប្អូនយកទៅគិតមើលទៅមិញមានការច្បុកច្បល់គ្នាមែនតែនត្រង់ថាអ្នកនយោបាយធ្វើដើម្បីប្រជាពលរដ្ឋដូចនៅស្រុកគេវាជាឆន្ទៈឬក៏ជាប្រព័ន្ធដោយសារប្រព័ន្ធរបស់គេបងប្អូនយកទៅពិចារណាកលិចតែបន្តិចទៀតថងចំណុចហ្នឹងខ្ញុំត្រូវប្រហែលជាត្រូវបង្កើតវេទិកាបង្កើតជាតុកមូលមួយដើម្បីបង្កើតជាកម្មវិធីហ្នឹងហើយដូចមិញថាតម្លាក់តាមមេភូមិមួយតម្លាក់មកថាអត់ទាន់មានប្រព័ន្ធតម្លាក់ទេដំណើរការយើងដំណើរការទៅធ្វើប្រព័ន្ធយើងចិត្តតែចង់ប្រើតម្លាក់ឥឡូវតម្លាក់អត់បានទេហើយសង្គមស៊ីវិលថាធ្វើមិនឲ្យតម្លាក់មិនបើអត់មានច្បាប់ថាយើងចង់ឈ្នះឆ្នោតដើម្បីទៅធ្វើច្បាប់ប៉ុន្តែមុននឹងបានទៅធ្វើច្បាប់យើងត្រូវឈ្នះឆ្នោតជាមុនសិនប៉ុន្តែយើងប្រាប់ប្រជាពលរដ្ឋក្នុងការបើកចំហបេះដូងយើងឲ្យប្រជាពលរដ្ឋឃើញថាយើងទៅធ្វើអានុងយើងទៅធ្វើអាนุ่งសិនគាត់អញ្ចឹងតាមិនដូចសង្គមស៊ីវិលគាត់ចេះតែប្រឡប់ប្រជាពលរដ្ឋថាឲ្យតម្លាក់មិនបើអត់មានច្បាប់ផងថាយើងចង់ទៅធ្វើច្បាប់កុំប្រឡប់រៀបពេកកុំប្រឡប់រៀបកន្លែងចំណុចហ្នឹងប៉ុន្តែខ្ញុំសួរហ្នឹងខ្ញុំនិយាយហ្នឹងខ្ញុំសួរថាគេនឹងឈប់ប្រឡប់ថាអត់ទេគេនៅតែប្រឡប់អញ្ចឹងប៉ុន្តែក្នុងទិសដៅរបស់ខ្ញុំដែលបញ្យល់នេះខ្ញុំចង់ប្រាប់ប្រជាពលរដ្ឋឲ្យចេះសង្កេតមើលអ្នកណាក៏ដោយដែលពាក់ព័ន្ធជាមួយនឹងនយោបាយស្រុកខ្មែរទាំងខ្ញុំទាំងគេបងប្អូនពិចារណាទាំងអស់គ្នាខ្ញុំចង់លើកអំពីដំណើរការប្រជាធិបតេយ្យបន្តិចដំណើរការប្រជាធិបតេយ្យគឺដំណើរការវិមជ្ឈការអំណាចអាហ្នឹងគេមើលប្រជាធិបតេយ្យឯងមិនមើលសិទ្ធិមើលការចេញមតិមើលសិទ្ធិទេពីព្រោះគោលការណ៍គ្រឹះរបស់វាគឺរាជាម្ចាស់អំណាចអានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ដល់ពេលប្រព័ន្ធគេហៅយន្តការធានាភាពជាម្ចាស់អំណាចឧបមាថាយើងជាម្ចាស់ផ្ទះអានឹងគោលការណ៍គ្រឹះថាយើងជាម្ចាស់ផ្ទះប៉ុន្តែដល់ពេលយន្តការធានាភាពជាម្ចាស់ផ្ទះនោះគេថាជាងធ្វើផ្ទះដែលទទួលកិច្ចសន្យាពីប្រជាពលរដ្ឋមិនត្រូវមានអង្គរៈទេណាអានឹងជាយន្តការម្ចាស់ផ្ទះហ្នឹងអាចចូលផ្ទះបានដោយកម្មបថៅកបិតជាប់នឹងខ្លួនអាចមានអង្គរៈ3នាក់4នាក់ចូលមកក្នុងផ្ទះនឹងបានវាជាយន្តការធានាភាពជាម្ចាស់អំណាចត្រង់ថាម្ចាស់អំណាចរបស់ខ្លួនជាម្ចាស់ផ្ទះហ្នឹងថាវាស្របច្បាប់ហើយសប្តាហ៍ថ្ងៃសង្គមស៊ីវិលថាប្រជាពលរដ្ឋមិនទាន់ចេះប្រើអំណាចសួរថាមានអំណាចឯនៅគាត់ចង់ប្រើអំណាចហ្នឹងគាត់ចង់ប្រើឲ្យប្រជាពលរដ្ឋប្រើអាភាពជាម្ចាស់អំណាចរបស់គាត់មិនមែនប្រើយន្តការជាម្ចាស់អំណាចទេប្រើភាពជាម្ចាស់អំណាចរបស់គាត់ឧបមាថាយើងជាម្ចាស់ផ្ទះមួយមានន័យថាយើងជាម្ចាស់មានភាពជាម្ចាស់យើងជាម្ចាស់អំណាចយើងជាម្ចាស់ផ្ទះហ្នឹងដោយស្របច្បាប់ហើយប៉ុន្តែអត់មានយន្តការទេអត់មានយន្តការធានាភាពជាម្ចាស់អំណាចមានន័យថាអ្នកដែលស៊ីឈ្នួលយើងគេមានអង្គរៈពេញផ្ទះអញ្ចឹងណាអញ្ចឹងយើងប្រើភាពជាម្ចាស់អំណាចយើងមិនយើងទៅកែនកោគ្នាឲ្យមានទ័ព2 300នាក់យកមកបាញ់គ្នាមកអាហ្នឹងយើងប្រើភាពជាម្ចាស់មកពីហេតុអីបានយើងហ៊ានមកបាញ់ថាមកពីយើងជាម្ចាស់ដែលខ្ញុំចង់ទាមទារយន្តការនៃការប្រើអំណាចមិនទាមទារសប្តាហ៍ថ្ងៃគេបញ្យល់ចង់ឲ្យប្រជាពលរដ្ឋបះបោអីមិនចង់ឲ្យប្រជាពលរដ្ឋបះបោពីព្រោះខ្លួនជាម្ចាស់ប្រទេសឥឡូវអំណាចគេយកទៅឲ្យបះបោបាតកម្មយ៉ាងម៉េចខ្ញុំអត់ចង់ទាមទារតាមរបៀបនឹងទេខ្ញុំចង់ទាមទារឲ្យប្រជាពលរដ្ឋគាត់ដឹងថាសប្តាហ៍ថ្ងៃឥតមានយន្តការធានាភាពជាម្ចាស់អំណាចរបស់ប្រជាពលរដ្ឋទេអត់មានយន្តការបោះឆ្នោតដែលរាវតម្លាក់វិញដែលរាហ្នឹងហើយតែយើងនិយាយចឹងគេថាដុតឲ្យខ្លោចរួចឲ្យឆៅចុះទៅ2 3ថ្ងៃតម្លាក់មួយ2 3ថ្ងៃតម្លាក់មួយអញងាត់ស្រុកទេខ្ញុំថាបើដាក់ទុកមូលទល់មុខគ្នាហ្មងឲ្យប្រជាពលរដ្ឋដឹងអានឹងបានដឹងបណ្ឌិតអីអ្នកប្រាជ្ញអ្នកអីណាបៃតាប្រជាធិបតេយ្យហ្នឹងខ្ញុំថាចេញពីមាត់ខ្លាកុំទៅចូលឲ្យមាត់កពើតាមទស្សនៈរបស់ខ្ញុំអាចំណុចអញ្ចឹងខ្ញុំថាវេទិកាហ្មងដូចនៅស្រុកគេដើម្បីជួយប្រជាពលរដ្ឋគេឲ្យរើសបានអ្នកនយោបាយល្អគេមិនណាទុកមុខឲ្យអ្នកនយោបាយណាទេអ្នកនយោបាយប្រឆាំងដល់អ្នកនយោបាយអីដល់គេហៅមកដុតគេហៅមកសួរមិនមកអ្នកនយោបាយនឹងមកទាំងសួរថាតើលោកយល់យ៉ាងម៉េចរដ្ឋាភិបាលសប្តាហ៍ថ្ងៃហ្នឹងដឹកនាំប្រទេសរបៀបហ្នឹងអីទៅយល់ពីគេហ្នឹងនិយាយពីខ្លួនគាត់តែហ្មងបុកចូលក្នុងខ្លួនគាត់ប្រជាពលរដ្ឋខ្លាំងគាត់ថាអើយកុំវាយគ្នាឯងនេះវាយអំពើអាក្រក់ណាស់ស្ទីលចាស់ទៀតណាតែស្ទីលអញ្ចឹងទៅរើបានអ្នកដឹកនាំអត់ល្អទៀតណាគាត់ចង់កំពុងតែចង់រើមានដឹកនាំល្អផងចំណុចនេះខ្ញុំយល់ថាខ្ញុំអាចមានពេលក្រោយទៀតដើម្បីនិយាយប្រាប់ប្រជាពលរដ្ឋអំពីអាភាពជាម្ចាស់អំណាចនឹងវាយ៉ាងណាកុំឲ្យគាត់ច្រឡំបោះថាដូចនៅស្រុកគេតាមមេដឹកនាំគេធ្វើដោយឆន្ទៈឬដោយប្រព័ន្ធច្បាប់របស់គេសប្តាហ៍ថ្ងៃហ្នឹងមានអ្នកខ្លះគាត់ថានៅស្រុកគេបានអំណាចទៅគេបង្រើប្រជាពលរដ្ឋមិនដូចនៅស្រុកខ្មែរទេបានអំណាចអត់បង្រើប្រជាពលរដ្ឋថានៅស្រុកគេហេតុអីបានបង្រើពីព្រោះប្រព័ន្ធច្បាប់គេអញ្ចឹងហ្មងណាគេកាត់ទ័ពកាត់ទីងអីអស់ហ្មងមេដឹកនាំនៅទាំងងល់ហ្មងតាមមិនធ្វើចាប់ប្រជាធិបតេយ្យគឺជាប្រព័ន្ធនៃការដឹកនាំប្រទេសដោយប្រជាពលរដ្ឋបងប្អូនត្រូវយល់ពីពាក្យប្រព័ន្ធដូចកាឡាសំណាញ់អញ្ចឹងណាច្បាប់មួយគឺជាច្បាប់កាឡាសំណាញ់មួយគឺជាច្បាប់ពេលណាកាឡាសំណាញ់ចងគ្នារដុករដំគេហៅប្រព័ន្ធកាលណាមានកន្លែងណាសំណាញ់កន្លែងណាមួយធ្លាយអាច្បាប់ទុយមកកាឡាប្រើលែងកើតឯព្រោះត្រីវាចេញតាមអាកន្លែងសំណាញ់កាឡាធំហ្នឹងដូច្នេះគេថាប្រព័ន្ធប្រជាធិបតេយ្យប្រើការបានលុះត្រាតែមានតលយៈភាពអំណាចមានន័យថាគ្រប់កាឡាសំណាញ់ទាំងអស់ហ្នឹងវាញឹកទាំងអស់ណាអត់ឲ្យអំណាចប្រមូលផ្ដុំទៅលើកន្លែងណាមួយទេយើងតែចែកគ្នាមិនដាច់កន្លែងហ្នឹងយើងថាសប្តាហ៍ថ្ងៃប្រព័ន្ធប្រមូលផ្ដុំអំណាចទៅលើបុគ្គលតែម្នាក់ហើយគេថាមកពីមេដឹកនាំអត់ឆន្ទៈគេចង់ដូរមនុស្សម្នាក់ទៀតដែលប្រព័ន្ធដឹកនាំនៅប្រមូលផ្ដុំអំណាចដដែលខ្ញុំថាចេញពីមាត់ខ្លាទៅចូលមកកពើខ្ញុំក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំត្រូវធ្វើម៉េចឲ្យទស្សនៈរបស់ខ្ញុំបានដល់គោលដៅខ្ញុំមើលឃើញខ្ញុំទៅចូលនៅនេះចូលនៅនោះដើម្បីយកឈ្នះអីខ្ញុំសួរតែឈ្នះអីឈ្នះមនុស្សម្នាក់ណាប្រព័ន្ធដឹកនាំដដែលណាចេញពីមាត់ខ្លាទៅចូលមកកពើដែលខ្ញុំហ៊ានប្រឆាំងជាមួយមនុស្សទាំងអស់ដោយសារអីដោយសារសេចក្តីពិតហ្នឹងខ្ញុំអាងលើអំពើល្អហ្នឹងសេចក្តីពិតរបស់ខ្ញុំនិយាយរាល់ដងថាខ្នោវានៅក្នុងដីគង់ថ្ងៃណាមួយវាក្អូបទេប៉ុន្តែបើយើងភូតកុហកវិញដូចទីងមងអញ្ចឹងឌុំល្បីដបងដៃដល់ពេលយូរចាប់ស៊ីសរសើរជុំវិញហ្នឹងហើយអ្នកនយោបាយប្រជាពិធដូចផោមនឹងទឹកគង់តែគេដឹងច្រើនណាបងប្អូនចូលទៅសង្កេតមើលទៅបងប្អូនចង់បោះឆ្នោតគ្រប់គ្រងឬមិនគ្រប់គ្រងខ្ញុំអត់ខ្វល់ទេដូចមិញអញ្ចឹងបរិគុណមកពីបាត់ដំបងព្រះអង្គសនំពរថាសូមកុំឲ្យប្រជាពលរដ្ឋឆ្លោះគ្នាបងប្អូនបាក់នេះណាជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋឆ្លោះគ្នាបើកុំឲ្យប្រជាពលរដ្ឋឆ្លោះគ្នាដូចមន់បើកុំឲ្យមន់ជល់គ្នាមានតែកុំលៀបពណ៌មន់កុំលៀបមុខមន់បើលៀបមុខមន់ហើយយកទៅដាក់ក្បែរគ្នាតែមន់វាជល់គ្នាហើយកុំឆ្លោះគ្នាបងប្អូនកុំឆ្លោះគ្នាមិនបាក់នេះវាជាខ្ជុង
នៅស្រុកប្រជាធិបតេយ្យគ្មានបកដល់មូលដ្ឋានទេអត់មានបកទេបើវាអត់មានបកប្រជាពលរដ្ឋមានប្រកាន់បកអីសពថ្ងៃបកដល់មូលដ្ឋានបើមេភូមិបើមេឃុំគាត់មិនធ្វើតាមមេភូមិមេឃុំរបស់គាត់មិនធ្វើតាមអ្នកលើរបស់គាត់បន្តមកទៀតមកមេភូមិមេឃុំនឹងត្រូវបានគៀបសង្កត់ពីខាងលើទៅណាឃើញទេហើយចេះប្រាប់គាត់ថាកុំឲ្យឆ្លោះគ្នាយើងមើលអត់ចំជំងឺក្នុងនាមជាអ្នកនយោបាយទី1ត្រូវមើលឃើញបញ្ហាសពថ្ងៃមានអ្នកនយោបាយខ្លះមើលឃើញតែបញ្ហាខាងក្រៅអត់មើលឃើញបញ្ហាក្នុងតែខ្ញុំថាបញ្ហាចំរបស់វាគឺរៀងអត់អំណាចត្រង់ចំណុចហ្នឹងគ្មានអំណាចយើងធ្វើពួកអ្នកល្មមអំណាចនឹងជនផ្ដាច់ការអំណាចប្រមូលផ្ដុំហ្នឹងជាចំណៃរបស់ពួកផ្ដាច់ការគេមិនលែងទេសូម្បីតែគណៈបព្វប្រឆាំងក៏ដោយអត់ទេចំណុចហ្នឹងបើយើងបុកឲ្យចំកន្លែងហ្នឹងគឺអត់ហ្មងប៉ិនបើនិយាយគ្នានឹងសាំងជាប់ខោអីណាទំនុកទឹកទំនុកបន្លាយអីអាចនិយាយគ្នាតិចតួចបានប៉ិនបើរឿងឲ្យប្រឡែងអំណាចគឺអត់ទេបងប្អូនមើលឲ្យជំងឺគឺនៅក្នុងហ្នឹងជំងឺដល់ពេលឆ្នាំព្យាបាលខ្ញុំថាធ្វើបាក់មួយដើម្បីទៅធ្វើច្បាប់ហេតុអីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះវាអត់ឃើញគណៈបកណាធ្វើខ្ញុំថានយោបាយគឺជាសិល្បៈនៃការធ្វើបានសម្រេចសូមបីតបកណាមួយធ្វើក៏ខ្ញុំសុខចិត្តដែរខ្ញុំមិនបាច់ឆ្លតំណាងរាស្ត្រក៏បានដែរសម្ដីខ្ញុំរកទៅដល់បងប្អូនយកទៅពិចារណាដែរសូមអរគុណបាទសូមអរគុណដោយសារពេលវេលាយើងជិះដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណលោកខំវិស្នាសូមអរគុណដល់បងប្អូនជាពលរដ្ឋយើងដែលតាមដានស្ដាប់សម្លេងរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍជាពិសេសគឺនៅក្នុងថ្ងៃនេះយើងបានភ្ជាប់កម្មវិធីផ្សាយបន្តផ្ទាល់នៅម៉ោងទី2នេះជិះទៅស្ថានីយ៍ FM 90.25 MHz នៅខេត្តបាត់ដំបងហើយក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដែលបានហៅទូរស័ព្ទពីខាងខេត្តបាត់ដំបងនេះបាទសូមអរគុណសូមជម្រាបលាសេចក្តីអំពាវនាវរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ TDO ដោយសារអង្គការយើងជួបវិបត្តិផ្នែកហិរញ្ញវត្ថុសម្រាប់ជួលវិទ្យុផ្សាយអង្គការយើងសូមអំពាវនាវដល់សប្បុរសជននិងបងប្អូនមិត្តអ្នកស្ដាប់ដែលបានគាំទ្រកម្មវិធីផ្សាយសូមមេត្តាជួយឧបត្ថម្ភជាថវិកាទោះតិចក្តីច្រើនក្តីតាមសទ្ធាព្រោះរយៈពេលកន្លងមកអង្គការយើងពុំដែលបានទទួលថវិកាពីបណ្ដាប្រទេសណាទេគឺបានតែពីសប្បុរសជនខ្មែរមួយចំនួនតែប៉ុណ្ណោះអង្គការយើងសង្ឃឹមថានឹងមានសប្បុរសជនជួយឧបត្ថម្ភដល់កម្មវិធីដើម្បីដំណើរការផ្សាយបន្តបើបងប្អូនមានបំណងជួយឧបត្ថម្ភដល់កម្មវិធីយើងសូមទំនាក់ទំនងតាមអាស័យដ្ឋានផ្ទះលេខ 61A ផ្លូវ608សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញឬតាមទូរស័ព្ទលេខ012 88 33 49និងមួយខ្សែទៀត012 188 54 40សូមអរព្រះគុណនិងសូមអរគុណសំឡេងអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ TDO មានចាក់ផ្សាយតាមរលកធាតុអាកាសវិទ្យុ FM 90 MHz រៀងរាល់សប្តាហ៍ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 8 និងធ្វើការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យពីម៉ោង 6 ដល់ម៉ោង 8 យប់ហើយមានចាក់ផ្សាយតាមរលកធាតុអាកាសវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងរៀងរាល់ថ្ងៃពីម៉ោង 3 រសៀលដល់ម៉ោង 4 អង្គការយើងសូមទទួលការតិចទៀនកែលម្អពីមិត្តអ្នកស្ដាប់តាមរយៈទូរស័ព្ទ2ខ្សែ012 88 33 49និងមួយខ្សែទៀត012 188 54 40សូមអរគុណខេមរាឲ្យបានគង់វិញឡើងកំតាមិនដេចឡើយជាតិនឹងការពេលដល់ហើយបើយើងកំតាមិនដេចឡើយជាតិនឹងការសាវតាយើងរឿងអង្គរកាន
ដោយជាតិយើងសាមគ្គីសាវតាយើងរុងរឿងអង្គរតាមខានដោយជាតិយើងសាមគ្គីកុំមើលបំណាំគ្នាយើងត្រូវការពារពូជពងជាតិសាសនាក្រោកឡើងខែមរាចិត្តឆ្ងាយរួមគ្នាកសាងជាតិជាថ្មី